សួស្តីនិងស្វាគមន៍មកកាន់វីដេអូរបស់យើងស្ដីពីប្រវត្តិដ៏អស្ចារ្យនៃម៉ាស៊ីនថតរូបការថតរូបគឺជាវិធីដ៏សំខាន់មួយដែលយើងថតចាប់យកពេលវេលារក្សាទុកអនុស្សាវរីយ៍និងប្រស្រ័យទាក់ទងគ្នាប៉ុន្តែតើអ្នកធ្លាប់បានគិតថាតើបច្ចេកវិទ្យាដ៏អស្ចារ្យនេះបានចាប់ផ្ដើមពីពេលណាមកដែរឬទេនៅក្នុងវីដេអូនេះយើងនឹងធ្វើដំណើរឆ្លងកាត់ពេលវេលាដើម្បីស្វែងយល់ពីការវិវត្តរបស់ម៉ាស៊ីនថតរូបពីការចាប់ផ្ដើមដំបូងបំផុតរហូតដល់កាមេរ៉ា Digital ដែលយើងប្រើប្រាស់សពថ្ងៃនេះប្រវត្តិនៃការថតរូបគឺចាប់ផ្ដើមតាំងពីសតវត្សទី15មុនគ្រិស្តសករាជជាមួយនឹងគោលការណ៍នៃកាមេរ៉ា Obscura ឬបន្ទប់ងងឹតក្រុមបុរាណវិទូចិនអារ៉ាប់និងក្រិចបានកត់សម្គាល់ឃើញថាពន្លឺដែលឆ្លងកាត់រុនទូចមួយចូលទៅក្នុងបន្ទប់ងងឹតមួយអាចបង្កើតជារូបភាពដែលត្រឡប់ចុះក្រោមនៅលើផ្ទៃខាងក្នុងនៃបន្ទប់ងងឹតដូចគ្នាដែរលោកអាហាសែនក្នុងសតវត្សទី10ទី11និងឈានចូលសតវត្សទី15លោកលីអូណាដូដាវិនជីបានសិក្សាយ៉ាងដិតដល់អំពីគោលការណ៍នេះវិចិត្រករជាច្រើនបានប្រើប្រាស់កាមេរ៉ា Obscura ជាឧបករណ៍ជំនួសក្នុងការគូសរូបប៉ុន្តែនៅពេលនោះគ្មាននរណាម្នាក់ដឹងពីវិធីចាប់យករូបភាពទាំងនោះជាអចិន្ត្រៃយ៍នោះទេការរីកចម្រើនដ៏ធំមួយបានកើតឡើងនៅឆ្នាំ1826ជនជាតិបារាំងឈ្មោះ Nicephore Niépce បានបង្កើតរូបថតអចិន្ត្រៃយ៍ដំបូងបំផុតដែលនៅសល់រហូតដល់សព្វថ្ងៃគឺរូបទេសភាពពីបង្អួចផ្ទះរបស់គាត់ដែលត្រូវបានហៅថាទស្សនីយភាពពីលើក្រាស់គាត់បានប្រើប្រាស់បន្ទះស័ង្កសីដែលលាបជាមួយប្រេងប៊ីទូបដែលរលាយក្នុងប្រេង Lavender ដែលតម្រូវឲ្យទុកឲ្យត្រូវនឹងពន្លឺប្រហែល8ម៉ោងក្រោយមកទៀតនៅឆ្នាំ1839លោក Louis Daguerre បានរកឃើញវិធីសាស្ត្រថតរូបថ្មីមួយទៀតគឺមានឈ្មោះថា Daguerreotype ដែលវិធីសាស្ត្រនេះអាចអនុញ្ញាតឲ្យបង្កើតរូបភាពច្បាស់ល្អក្នុងរយៈពេលប្រហែល20ទៅ30នាទីប៉ុណ្ណោះវិធីសាស្ត្រថតរូបថ្មី Daguerreotype បានក្លាយជាទម្រង់ដំបូងនៃការថតរូបដែលប្រើប្រាស់កាន់តែទូលំទូលាយជាងមុនក្នុងកំឡុងពេលដំណើរគ្នានោះដែរលោក William Henry Fox Talbot បានបង្កើតដំណើរការបង្កើតរូបអវិជ្ជមានដែលក្លាយជាគ្រឹះនៃការថតរូបទំនើបវិធីសាស្ត្ររបស់លោកដែលត្រូវបានហៅកាត់ថា Calotype ដែលអនុញ្ញាតឲ្យថតចម្លងច្រើនចេញពីរូបអវិជ្ជមានតែមួយខុសពីវិធីសាស្ត្រ Daguerreotype ដែលអាចបង្កើតបានតែរូបតែមួយគត់បន្ទាប់មកទៀតក្នុងឆ្នាំ1851លោក Frederick Stokes Archer បានណែនាំដំណើរការ Wet Colorium ដែលរួមបញ្ចូលរូបភាពល្អបំផុតនៃវិធីសាស្ត្រ Daguerreotype និងវិធីសាស្ត្រ Coloritype ដោយផ្ដល់នៅរូបភាពដែលមានគុណភាពខ្ពស់និងថតចម្លងបានការរីកចម្រើនសំខាន់មួយទៀតបានកើតឡើងនៅឆ្នាំ1888នៅពេលដែល George Eastman បានបង្កើតម៉ាស៊ីនថត Kodak ដំបូងជាមួយនឹងស្លាកថាអ្នកចុចប៊ូតុងយើងធ្វើការនៅសល់កាមេរ៉ានេះបានផ្លាស់ប្ដូរការថតរូបពីសកម្មភាពបច្ចេកទេសស្មុគស្មាញឲ្យក្លាយជាអ្វីមួយដែលមនុស្សទូទៅអាចចូលរួមបានឈានដល់យុគសម័យ Filmការរីកចម្រើននៃសតវត្សទី20ការរីកចម្រើនបន្តកើតមាននៅពេញសតវត្សទី20ក្រុមហ៊ុន Leica បានណែនាំកាមេរ៉ា 35mm ដែលអាចយកតាមខ្លួនបាននៅឆ្នាំ1925ដែលអនុញ្ញាតឲ្យអ្នកថតរូបមានភាពបត់បែនកាន់តែច្រើននៅក្នុងឆ្នាំ1948កាមេរ៉ា Polaroid Model 95ដែលបង្កើតដោយ Edwin Landបានណែនាំគំនិតនៃការថតរូបភ្លាមអ្នកថតរូបឥឡូវនេះអាចមើលរូបរបស់ពួកគេក្នុងរយៈពេលតែ1នាទីបន្ទាប់ពីថតសម្រាប់អ្នកប្រើប្រាស់ទូទៅកាមេរ៉ាចុចនិងថតក៏កាន់តែមានភាពងាយស្រួលប្រើនិងមានតម្លៃសមរម្យហើយកាមេរ៉ាប្រភេទ Kodak Estematic និង Pocket Estematic បានលក់ដាច់រាប់លានគ្រឿងចាប់តាំងពីឆ្នាំ1963កាមេរ៉ា Single Lens Reflex ក៏បានក្លាយជាការពេញនិយមក្នុងចំណោមអ្នកថតរូបអាជីពនិងអ្នកចូលចិត្តថតរូបដែលផ្ដល់នូវភាពបត់បែននិងគុណភាពខ្ពស់នៅសតវត្សទី8និងគុណភាពខ្ពស់នៅទសវត្សទី80និង90ក្រុមហ៊ុន Nikon Canon Minolta និង Pentax បានគ្រប់គ្រងទីផ្សារជាមួយនឹងកាមេរ៉ាប្រភេទនេះការប្រែប្រួលដ៏សំខាន់បំផុតមួយក្នុងប្រវត្តិការថតរូប
បានកាត់ឡើងនៅពេលដែលកាមេរ៉ា Digital បានចាប់ផ្ដើមបង្ហាញខ្លួនកាមេរ៉ា Digital ដំបូងបំផុតសម្រាប់ប្រើប្រាស់ពាណិជ្ជកម្មគឺ Dcam Model 1 ដែលត្រូវបានហៅផងដែរថា Logitech Photoman ដែលចេញលក់នៅក្នុងឆ្នាំ1990ទោះបីជាយ៉ាងណាមានការចាប់អារម្មណ៍តិចតួចពីអ្នកប្រើប្រាស់ទូទៅក្នុងការថតរូប Digital រហូតចុងទសវត្សរ៍ទី90និងដើមទសវត្សរ៍ឆ្នាំ2000នៅពេលដែលតម្លៃចាប់ផ្ដើមធ្លាក់ចុះហើយគុណភាពមានការកើនឡើងក្រុមហ៊ុនធំៗដូចជា Kodak, Canon, Nikon និង Sony បានចាប់ផ្ដើមផលិតកាមេរ៉ា Digital សម្រាប់ទីផ្សារទូទៅចន្លោះឆ្នាំ2000និងឆ្នាំ2010បច្ចេកវិទ្យាកាមេរ៉ា Digital បានរីកចម្រើនយ៉ាងឆាប់រហ័សគុណភាពរូបភាពបានកើនឡើងទំហំកាមេរ៉ាកាន់តែតូចហើយមុខងារពិសេសដូចជាការថតវីដេអូការភ្ជាប់អ៊ីនធឺណិតត្រូវបានបន្ថែមផងដែរឈានមកដល់នៃ Smartphone បានផ្លាស់ប្ដូរនិងមិនត្រឹមតែរបៀបដែលយើងថតរូបប៉ុណ្ណោះទេប៉ុន្តែថែមទាំងរបៀបដែលយើងចែករំលែករូបភាពថែមទៀតផងការណែនាំទូរស័ព្ទ iPhone របស់ Apple នៅឆ្នាំ2007និងការដាក់ចេញកម្មវិធី App Store បន្ទាប់មកបានញ៉ាំងឲ្យមានការផ្លាស់ប្ដូរដ៏ធំមួយទៀតគុណភាពនៃកាមេរ៉ាបានកើនឡើងយ៉ាងឆាប់រហ័សហើយឧបករណ៍ទំនើបបំផុតបច្ចុប្បន្ននេះអាចថតរូបដែលមានគុណភាពប្រហាក់ប្រហែលឬល្អជាងកាមេរ៉ា Digital ប្រភេទតូចមួយចំនួនផងដែរនៅពេលដំណើរគ្នានេះដែរបណ្ដាញសង្គមដូចជា Instagram, Facebook និង Snapchat បានផ្លាស់ប្ដូររបៀបដែលមនុស្សប្រើរូបថតការថតរូបឥឡូវคล้ายទៅជាភាសាសកលមួយដែលអនុញ្ញាតឲ្យមនុស្សចែករំលែកពេលវេលាសំខាន់នៃជីវិតរបស់ពួកគេជាមួយមនុស្សរាប់លាននាក់ក្នុងពេលប្រតិបត្តិការតើអនាគតនៃការថតរូបនឹងទៅជាយ៉ាងណាបច្ចេកវិទ្យាដូចជាការថតរូប Computational Photography បានអនុញ្ញាតឲ្យទូរស័ព្ទចល័តសពថ្ងៃនេះអាចថតរូបដែលគេថតគិតថាមិនអាចធ្វើទៅបានកាលពីប្រហែលឆ្នាំមុនបច្ចេកវិទ្យាកាន់តែទំនើបដូចជាការថតរូបប្រភេទ360ដឺក្រេការប៉ັດបន្ថែមនិងបញ្ញាសិប្បនិម្មិតកំពុងផ្លាស់ប្ដូររបៀបដែលយើងថតរូបនិងទស្សនារូបភាពផងដែរយើងក៏កំពុងឃើញការចាប់អារម្មណ៍កើនឡើងនៅក្នុងបច្ចេកវិទ្យាបុរាណដូចជាការថតរូបតាមបែប Analog ដែលជាការរំលឹកដល់យើងថាទោះបីជាបច្ចេកវិទ្យាបន្តផ្លាស់ប្ដូរក៏ដោយក៏សិល្បៈភាពច្នៃប្រឌិតនៅតែស្ថិតក្នុងស្នូលនៃការថតរូបប្រវត្តិនៃម៉ាស៊ីនថតរូបគឺជារឿងរ៉ាវនៃការច្នៃប្រឌិតការរីកចម្រើនផ្នែកវិទ្យាសាស្ត្រនិងបុគ្គលមានទេពកោសល្យដែលបានជំរុញព្រំដែននៃអ្វីដែលអាចធ្វើទៅបានពីបន្ទប់ងងឹតដំបូងរហូតដល់ Smartphone ទំនើបដំណើរការវិវត្តនេះបានបង្ហាញពីគោលបំណងប្រាថ្នារបស់មនុស្សក្នុងការថតចាប់យកពេលវេលានិងចែករំលែកនៃទស្សនវិជ្ជាពិភពលោករបស់យើងពេលដែលយើងមើលទៅអនាគតវាច្បាស់ណាស់ថាការថតរូបនឹងបន្តវិវត្តប៉ុន្តែគោលបំណងស្នូលរបស់ពួកវានៅតែដដែលគឺដើម្បីចាប់យកនិងរក្សាទុកអនុស្សាវរីយ៍ដើម្បីចែករំលែកការពិតនិងសម្រាប់ការបញ្ចេញមតិខាងសិល្បៈ